របស់កម្ពុជារាប់ពាន់សន្លឹកបានធ្លាក់ទៅដល់ដៃជនបរទេសអនឡាញ scam ក្រោយមន្ត្រីការទូតជាន់ខ្ពស់ក្រសួងការបរទេសម្នាក់បានសារភាពលួចយកទៅប្រើប្រាស់ខុសច្បាប់ជាង 6000 សន្លឹកខណៈ 4000 សន្លឹកទៀតអង្គភាពប្រឆាំងអំពើពុករលួយ ACU កំពុងតាមរកតែមន្ត្រីរូបនោះថាកំទេចចោលអស់ហើយមន្ត្រីរូបនោះគឺលោកថូសំណាងអាយុ46ឆ្នាំជាទីប្រឹក្សាក្រសួងការបរទេសមានឋានៈស្មើអគ្គនាយកនិងជាមន្ត្រីក្នុងក្របខ័ណ្ឌការទូតជាន់ខ្ពស់លោកសុយច័ន្ទវិចិត្រអ្នកនាំពាក្យ ACU ប្រាប់ News Today នៅថ្ងៃទី21ខែសីហាថាការនាំលោកថូសំណាងទៅកាន់ ACU គឺដើម្បីសាកសួរប្រមូលព័ត៌មាននិងបំភ្លឺអង្គហេតុពាក់ព័ន្ធបទល្មើស online scam ហើយនៅដំណាក់កាលនេះលោកមិនទាន់ស្ថិតក្រោមការឃាត់ខ្លួននៅឡើយទេក្នុងពេលសាកសួរលោកថូសំណាងបានឆ្លើយសារភាពថាបានលួចយកសន្លឹកទិដ្ឋាការប្រភេទ C និង CEX ជាង 6000 សន្លឹកទៅប្រើខុសច្បាប់ទិដ្ឋាការប្រភេទនេះក្រសួងការបរទេសផ្ដល់ដល់អ្នកស្នើសុំដែលមានលក្ខខណ្ឌគ្រប់គ្រាន់លោកអោមយិនទៀងប្រធាន ACU ប្រាប់សារព័ត៌មានក្នុងស្រុកថាសន្លឹកទិដ្ឋាការដែលលោកថូសំណាងបានបញ្ចេញដោយខុសច្បាប់ត្រូវបានជនបរទេស online scam ប្រើប្រាស់ក្រៅពីជាង 6000 សន្លឹកនេះនៅមានទិដ្ឋាការ 4000 សន្លឹកទៀតដែល ACU កំពុងតាមរកប៉ុន្តែលោកថូសំណាងអះអាងថាបានកំទេចចោលតាមប្រវត្តិរូបដែលផ្សាយក្នុងគេហទំព័រក្រសួងការបរទេសកម្ពុជាលោកថូសំណាងមានប្រវត្តិការងារជាង20ឆ្នាំនៅក្រសួងការបរទេសលោកចាប់ផ្ដើមបម្រើការងារនៅនាយកដ្ឋានកិច្ចការច្បាប់និងកុងស៊ុលតាំងពីឆ្នាំ2002ធ្លាប់កាន់តួនាទីជាលេខាទី1នៅបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិនាទីក្រុងញូវយ៉កសហរដ្ឋអាមេរិកមុនឡើងជាបន្តបន្ទាប់រហូតក្លាយជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការច្បាប់កុងស៊ុលនិងព្រំដែនចាប់ពីឆ្នាំ2018កាលពីថ្ងៃទី9ខែមេសាឆ្នាំ2026លោកត្រូវបានបញ្ចប់មុខតំណែងពីអគ្គនាយកដោយត្រូវបានតែងតាំងជាទីប្រឹក្សាក្រសួងជំនួសវិញនិងមានឋានៈស្មើអគ្គនាយកខ្ញុំរស់សុធាពី News Today NTTV E-Vision ជេមរហាហុំជាងមុនខ្លាំងជាងមុនឆ្លាតវៃជាងមុនធុង70លីត្របាញ់ស្មើជ្រាបចូលល្អជាឧបសគ្គបានរហ័សធ្វើការបានទាំងថ្ងៃទាំងយប់ E-Vision ជេមរហាជួយការងារស្រែចម្ការកាន់តែមានប្រសិទ្ធភាពជាងមុន